សួស្តីអ្នកទាំងអស់គ្នាមកជួបខ្ញុំម្ដងទៀតហើយជាមួយនឹងវីដេអូថ្មីដែលទាក់ទងជាមួយនឹងការ install Linux អញ្ចឹងដំបូងយើងត្រូវការជ្រើសរើសយកVisual Machine ថ្មីមកហើយបន្ទាប់មកយើងចុច Next តាមអ្វីដែលវា load ឲ្យមកហើយយើងជ្រើសយក Linux ចុច Next ទៀតណាកន្លែងនេះដែរគឺយើងត្រូវបំពេញឈ្មោះអញ្ចឹងឈ្មោះហ្នឹងយើងអាចដាក់ឈ្មោះអីក៏បានដែរយើងសង្ខួរខ្លួនឯងអញ្ចឹងណាចុចនេះមកកន្លែងនេះវាឲ្យយើងប្រើ GB អញ្ចឹងខ្ញុំយក20ហ្នឹងហើយកន្លែងនេះដែរយើងយកពីខាងក្រោមហ្នឹងណាដើម្បីយើងហៅទំហំstorage ដែលយើងត្រូវផ្ទុកវាអញ្ចឹងនៅក្នុងហ្នឹងវាមានតាមទំហំ storage តាមប្រភេទម៉ាស៊ីនរបស់អ្នកទាំងអស់គ្នាដែរអញ្ចឹងសូមជ្រើសយកstorage ប៉ុណ្ណឹងហើយកន្លែងនេះគឺយើងត្រូវការ download នៅកម្មវិធីដែលខ្ញុំបានចូលហ្នឹងគឺ SendOS Stream ហ្នឹងគឺខ្ញុំយក8664អញ្ចឹងដោយសារខ្ញុំ download ហើយគឺខ្ញុំតែខ្ញុំសូមពេលដែលយើង select យក source ដែលខ្ញុំបាន download មុនហ្នឹងហើយយើងចុច finish មកវាជាការស្ដាយអញ្ចឹងកន្លែងនេះគឺយើងចុចនៅកន្លែងដែលឈ្មោះដែលយើងបានបង្កើតមុនហ្នឹងអញ្ចឹងចុចលើហ្នឹងមកដើម្បីយើង run Visual Machine របស់យើងអញ្ចឹងកន្លែងហ្នឹងសូមអ្នកទាំងអស់គ្នារងចាំវាបន្តិចទៅដោយសារថាកន្លែងហ្នឹងវារៀង run យូរដែរដើម្បីយើង log in ចូលនៅក្នុង Linux Machine របស់យើងហ្នឹងហើយដែលជាចេញផ្ទាំងនេះគឺយើងតម្រូវឲ្យយើងជ្រើសរើសភាសាអញ្ចឹងខ្ញុំសូម recommend ភាសាដែលយើងងាយយល់ហើយងាយហ៊ានផុតគឺភាសាអង់គ្លេសហ្នឹងហើយបើសិនយើងយកខ្មែរឬក៏អីហ្នឹងវាពិបាកក្នុងការយល់បន្ថែមអញ្ចឹងដូច្នេះយើងត្រូវការបំពេញរូបកន្លែងនេះសារវា load enable អញ្ចឹងយើងជ្រើសយក enable មកហើយបន្ទាប់មកយើងដាក់ user ឬមួយក៏ password នៅក្នុងនឹងមកចឹងកន្លែងហ្នឹងដែរគឺយើងត្រូវការបញ្ចូល password ហើយអ្នកទាំងអស់គ្នាព្យាយាមចាំផងព្រោះកន្លែងហ្នឹងយើងត្រូវពេលដែលយើង login គឺយើងត្រូវការប្រើ user ហើយនឹង password ហ្នឹងសម្រាប់ login ចូលទៅក្នុង Linux របស់យើងណាពេលដែលយើងបំពេញ root ហ្នឹងហើយគឺយើងធ្វើការចូលទៅមើលនៅក្នុងនេះហ្នឹងដើម្បីបំពេញកុំឲ្យវាមាន load ក្រហមអញ្ចឹងកន្លែងនេះគឺយើងត្រូវការបើ user ចូលសំដាក់ e ទូនិងបញ្ចូល password ក្នុងការសួរ login ឬក៏សួរក្នុងការចំណាំក្នុងមេរៀនរបស់អញ្ចឹងទៅកន្លែងហ្នឹងដែរវាតម្រូវឲ្យយើងដាក់ username អញ្ចឹងនៅនឹងយើងចង់ដាក់អក្សរធំអក្សរតូចក៏បានតែហាមដក clear ឬមាន character អីផ្សេងអញ្ចឹងទៅហើយបន្ទាប់មកយើងដាក់ password ហើយនឹង re password មកវិញដើម្បី confirm ថា password យើងដាក់ទាំងពីរហ្នឹងណាហើយកន្លែងលោកកំហុសនេះយើងគ្រាន់តែចុចចូលវាមកហើយបន្ទាប់មកយើងជ្រើសរើសយកខាងលើហ្នឹងហើយជឿពាក្យណាន់ទៅវាអូខេហើយប៉ុណ្ណឹងយើងធ្វើការបន្ថែមឬមួយក៏ add អីបញ្ចូលបន្ថែមឯងហើយបន្ទាប់មកចំណុចនេះគឺយើងត្រូវការជ្រើសរើស server ដើម្បីទំហំបន្ទុកគឺយើងបន្ទុកវិញយ៉ាងណាអញ្ចឹងក្នុង server នេះវាមានច្រើនទៀតនៅក្នុងហ្នឹង
ពេលដែលយើងបំពេញវារួចរាល់ហើយយើងត្រូវចាំតិចទៅដើម្បីវារ៉ានកម្មវិធីនេះដើម្បីយើង login ចូលនៅក្នុង Linux យើងនៅក្នុង VMware